ថ្ងៃនេះយើងនឹងទៅធ្វើការ install នៅ Windows 8ហើយយើងនឹងទៅ join domain អូខេឥឡូវយើងជាដំបូងយើងទៅធ្វើការ install នៅ Windows 8ជាមុនសិនសម្រាប់ download នៅយើងវាយពាក្យថា Windows 8មកហើយក៏ click ទៅលើ Windows 8 64 click ទៅលើវាអូខេទៅពី click រួចយើង scroll down scroll ក្រោមមកហើយនេះគឺអ្វីដែលយើងត្រូវមើលហើយនឹង download គឺ ISO image 64G អូខេសម្រាប់អ្នកទាំងអស់គ្នាមិនទាន់មានអាចធ្វើការ install ខ្ញុំបាន install រួចហើយឥឡូវយើងចូលទៅកាន់ VMware ហើយនឹងយើងទៅកើតនៅ Visual Machine ថ្មីសម្រាប់ប្រើប្រាស់ទៅលើ Windows 8អូខេនេះយើងយកតែដូចវីដេអូមុនមកអូខេនៅទៀតហើយត្រង់នេះសម្រាប់បងប្អូននឹងចេញនៅលើ Windows Server 2022តែយើងមិនទាន់ធ្លាប់បង្កើតឥឡូវយើងយើងយក Windows 8មក8ចុចមកអូខេចុចនេះទៀតត្រង់នេះយើងដាក់ឈ្មោះតែយើងដាក់ថា client អូខេចុចនេះទៀតមកអូខេនៅត្រង់នេះក៏ដូចបន្តមុនដែរយើងយកជា single file ហើយជាមួយនឹង maximum disk របស់យើងគឺ60អូខេនេះទៀតនៅត្រង់នេះយើងធ្វើការ customize ទៅលើ memory យើងដាក់ 2G មកសម្រាប់អ្នកទាំងអស់គ្នាអាចសេរីតាមនឹងបានតាមតម្រូវការសម្រាប់ខ្ញុំជ្រើសរើសតែ 2G ទេអូខេនៅត្រង់ processor ខ្ញុំដាក់2តែអ្នកទាំងអស់គ្នាដាក់1ក៏បានដែរ processor ណាបើ processor យើង1ក៏បាន2ក៏បានអាហ្នឹងស្រេចទៅលើអ្នកទាំងអស់គ្នាសម្រាប់ខ្ញុំដាក់2អូខេនៅត្រង់ចំណុចនេះដែលជាចំណុចសំខាន់ដែលយើងត្រូវប្រើប្រាស់ Windows 8យើងប្រើប្រាស់ទៅលើ ISO file image file របស់យើងដែលបាន install នៅលើ Windows 8មិញមកអូខេឥឡូវនេះគឺជា Windows 8របស់ខ្ញុំគឺ Windows 8 64របស់អង់គ្លេសអូខេបន្ទាប់ពីយើងដាក់ file Windows 8របស់យើងចូលហើយយើងចុចទៅលើ network adapter ម្ដងសម្រាប់ network adapter យើងជ្រើសទៅលើ custom specific ជាស្រេចអូខេអ្វីដែលយើង customize មានតែប៉ុណ្្នឹងទេអូខេ close វាមកហើយយើងចូលទៅធ្វើការ install ទៅលើ Windows 8របស់យើងអូខេឥឡូវវាបានត្រង់នេះហើយបន្ទាប់ពីយើងចុច finish មកវានឹងចេញផ្ទាំងបែបនេះឥឡូវយើងទៅ open នៅ power on របស់ machine របស់យើងអូខេឥឡូវវាកំពុងតែដំណើរការឥឡូវវាធ្វើការ install ហើយអូខេនៅត្រង់ចំណុចនេះយើងជ្រើសរើសនៅភាសាជាមួយនឹងអឺ server របស់យើងហើយនឹង keyboard US អូខេ next មកអូខេនៅត្រង់ចំណុចនេះគឺជាចំណុចដែលសំខាន់ដែរព្រោះបើយើងមិនមាននៅ passkey ទេក៏យើងអាចចូលទៅ active ដែរអូខេនៅត្រង់នេះគេឲ្យយើង enter នៅ product key to active window តែយើងមិនដឹងថា product key ហ្នឹងជាអ្វីទេតែមិនជាបញ្ហាទេឥឡូវយើងចូលទៅ search ទៅវាដើម្បីយកមកប្រើប្រាស់នៅធ្វើWindows របស់យើងដើម្បីទៅ active window អូខេយើងចូលជាច្រមមកហើយបើពាក្យថា Windows 8 Windows 8 product key educate អូខេវានឹងចេញមកហើយនេះហើយយើង click ទៅលើ GitHub មកជា file ជា link ដែលទៅលើជា link ដែលយើងប្រើប្រាស់ជាមួយនឹង product key Windows 8របស់យើងអូខេ
ទោះពីយើងคลิกមកវានឹងទៅ file របស់យើងហើយអូខេនៅត្រង់ចំណុចនេះវាមាន Windows X Product Key 30 bit 32 bit ហើយនិង64 bit ចំពោះដែល passkey ដែលខ្ញុំ recommend ឲ្យប្រើប្រាស់គឺទៅលើ passkey នេះគឺនៅត្រង់លេខ14នេះដែលយើងនឹងទៅធ្វើការ input នៅត្រង់ task អូខេហើយយើង input វាមកអូខេបន្ទាប់ពីយើង input forge ហើយយើងចុច next ទៀតទៅអូខេវាកំពុងតែដំណើរការហើយអូខេបន្ទាប់មកយើង tick ទៅលើ accept the license term ចុច next ទៀតនៅត្រង់ចំណុចនេះយើងយក custom ហើយចុច next ទៀតអូខេឥឡូវវាកំពុងតែធ្វើការ install នៅ Windows របស់យើងរងចាំវាបន្តិចទៅបើបន្ទាប់ពីវា install ពេញយើងនឹងចូលទៅចំណុចថ្មីទៀតបាទអូខេឥឡូវបន្ទាប់ពីវា install រួចរាល់វាទៅលើ Windows Start to Connect អូខេបន្ទាប់មកវានឹងចេញនៅផ្ទាំងថ្មីដែលយើងបើកនៅលើ Windows ថ្មីរបស់យើងដែលជា Windows Client អូខេយើងរងចាំវាបន្តិចទៅដល់វាកំពុងតែដំណើរការហើយតែឥឡូវវាអូខេបន្ទាប់ពីវានេះរួចរាល់វានឹងចេញឲ្យយើងនៅផ្ទាំងមួយទៀតសម្រាប់ដាក់ឈ្មោះជាមួយនឹងឈ្មោះរបស់យើងដាក់ថាអ្វីក៏បានដែរវាងាយស្រួលទេនៅត្រង់នេះវាមិនទាមទារយើងដាក់ឈ្មោះឲ្យឆ្ងាយទេឥឡូវយើងដាក់ថា client ដដែលមកតែនៅត្រង់នេះគេមិនអនុញ្ញាតឲ្យយើងដាក់ឈ្មោះដូចទៅលើនៅឈ្មោះ Windows របស់យើងនៅត្រង់នេះទេពីព្រោះវាមិនដំណើរការតែយើងដាក់ឲ្យខុសមកខុសបន្តិចមកអូខេខ្ញុំដាក់ឈ្មោះទៅលើវាជាមួយនឹង client 3.clear ជាមួយនឹង PC អូខេតោះមកយើងចុច next ទៀតអូខេនៅត្រង់ចំណុចនេះគឺយើងមានពីរ option សម្រាប់ជ្រើសរើសទីមួយគឺ express setting ជាមួយនឹង customize សម្រាប់ខ្ញុំ recommend ឲ្យទៅលើ express setting ពីព្រោះ customize វាបត់បានច្រើនតែបើ express setting វាងាយស្រួលទេឥឡូវយើង click ទៅលើ express setting មកអូខេវាកំពុងតែចូលទៅកាន់ចំណុចនេះអូខេត្រង់ចំណុចនេះយើងមិនទាន់មាន account ទេឥឡូវយើងចូលទៅ create account local ដែលជា local account ដែលឈ្មោះវាយើងដាក់ដូចឧទាហរណ៍វាមកដាក់ថា John អញ្ចឹងមកហើយជាមួយនឹង password យើងត្រូវការចាំពីព្រោះនៅពេលដែលយើង log open នៅ Windows Client មកវាទាមទារនូវ password ព្រោះ password សម្រាប់ log ចូល account របស់យើងអូខេឥឡូវយើងដាក់ថា password យើងចឹងមកអូខេ enter ជាមួយនឹង password នេះយើងដាក់ឲ្យខុសនៅ password ខាងលើបើដូចគ្នាវាមិនដំណើរការទេអូខេឥឡូវវាកំពុងតែដំណើរការនៅ Windows X របស់យើងហើយបន្ទាប់ពីវាដំណើរការរួចយើងនឹងចូលទៅកាន់
ការ join domain set នៅ IP address របស់ Windows Client ជាមួយនឹង Windows Server ដើម្បីឲ្យវាស្គាល់គ្នាហើយនឹងយើងអាច join domain បានបើវាមិនស្គាល់គ្នាទេយើងមិនអាច join domain បានទេអូខេមកដល់ចំណុចនេះគឺបន្ទាប់ពីវារួចរាល់ហើយឥឡូវយើងចូលទៅធ្វើការ set នៅ IP address របស់ Windows Client របស់យើងអូខេឥឡូវយើងចូលទៅ control មក control panel របស់យើងវាយពាក្យថា control panel អូខេមកដល់ត្រង់ចំណុចនេះអ្វីដែលយើងជាកន្លែងដែលយើងត្រូវ set នៅ IP address របស់យើងនឹងចូលទៅកាន់ network និង internet អូខេបន្ទាប់ពីយើងคลิกទៅលើ network និង internet ហើយយើងคลิกទៅលើ internet ដដែលតែជាមួយនឹង sharing center បន្ទាប់មកយើងនឹងឃើញនៅត្រង់ចំណុចនេះដែលជា Ethernet 0របស់យើងคลิกទៅលើវាមកដើម្បីទៅធ្វើការ set up IP អូខេយើង properties អូខេយើង scroll ចុះមកក្រោមជាមួយនឹង Internet Protocol version 4double click លើវាអូខេនៅត្រង់ចំណុចនេះយើងមិនអាចទៅប្រើប្រាស់ជាមួយនឹង obtain an IP address automatically បានទេពីព្រោះវាមិនងាយស្រួលទេព្រោះយើងមិនដឹងថា IP address របស់ computer យើងនីមួយៗហ្នឹងវាមាន IP address ហ្នឹងលេខប៉ុន្មានខ្លះទេឥឡូវយើង recommend ឲ្យត្រូវតែប្រើនៅ IP address ដែលយើងបាន set up នៅលើវាដើម្បីងាយស្រួលក្នុងការ join domain ហើយនឹង check មើលថា IP address របស់យើងលេខប៉ុន្មានអូខេឥឡូវខ្ញុំដាក់វាទៅលើ iPad IP address របស់ Windows Word របស់យើងអោះសុំទោស Windows Client របស់យើងខ្ញុំដាក់ថា192.168.1.20អូខេនេះគឺជា IP address ដែលខ្ញុំ set វាទៅលើ Windows Client តមក subnet mask subnet mask នេះយើងមិនបាច់ input ទេគឺគ្រាន់តែ click លើវាមកវានឹង auto set ឲ្យយើងហើយជាមួយនឹងវិញជាមួយនឹងចំណុចនេះ DNS server របស់យើងត្រូវ set ឲ្យវាជាមួយដែលជា IP address របស់ Windows Server របស់យើងបើខុសជាមួយនឹង Windows Server របស់យើងវាមិនដំណើរការទេវានឹង load error នៅពេលដែលយើង join domain អូខេឥឡូវខ្ញុំ set វាទៅជា192ដែរ168.1.1សម្រាប់ DNS server នេះគឺវាត្រូវតែដូចជាមួយនឹង IP address របស់ Windows Server របស់យើងអូខេបន្ទាប់ពីយើង set រួចយើង click ទៅលើ OK អូខេហើយនឹង close វាឥឡូវយើងចូលទៅកាន់ Windows Server យើងវិញម្ដងសម្រាប់ Windows Server យើងដូចមុនមក Control A delete cancel អូខេ input password របស់យើងអូខេចូលមកដល់ត្រង់ចំណុចនេះយើងនឹងទៅ set up ទៅលើ IP address របស់ server អូខេចូល control panel ដូចតែគ្នាទេ internet sharing center internet center អូខេ properties ជាមួយនឹងចំណុចនេះយើងដូចតែ client ទេ internet protocol version 4អូខេនេះគឺជា IP address របស់យើងដែលខ្ញុំបាន set ទៅលើអឺ DNS server របស់ client ពីព្រោះវានឹងលេងមកលើ IP address របស់ Windows Server របស់យើងចំណែក Windows Server របស់យើងដើរតួមានពីរគឺជា server ផងជា computer server ផងដូច្នេះវាត្រូវតែមាន DNS server មួយទៀតនេះគឺជា DNS server គឺយើងហៅថា IP របស់ server ហ្នឹងចំណែកនេះគឺជា
IP address របស់ Windows Server របស់យើងអូខេបន្ទាប់ពីយើង set up រួចឥឡូវយើងចូលទៅ check មើលថាតើឈ្មោះ domain របស់យើងមានឈ្មោះអ្វីសម្រាប់នៅពេលដែលយើង join domain នៅលើ client យើងនឹងដាក់ឈ្មោះហើយនឹង password របស់ Windows Server របស់យើងអូខេហើយយើងចូល command prompt មក cmd ហើយនឹងបែបពាក្យថា IP config dot on អូខេអូខេវានឹងចេញមកនៅរាងមួយដែលជាវាបញ្ជាក់ឲ្យនៅ hostname របស់យើងគឺជា Windows Server គឺជា server ចំណែក primary DNS របស់យើងគឺ exec.local ហើយជាមួយនឹង local របស់យើងគឺនេះគឺជា exec.local ចំណែក describe របស់យើងអត់មានអីច្រើនទេអូខេត្រង់ចំណុចនេះគឺលេង local IP v6 របស់យើង address របស់យើងនេះគឺជា IP address របស់យើងគឺ 192.168.1.1 ជាមួយនឹង subnet mask ហើយនេះគឺដូចគ្នាទេអូខេយើងបន្ទាប់ពីយើងឆែកទៅលើ Windows Server រួចយើងចូលទៅឆែកនៅ client ម្ដងអូខេយើងចូលដូចគ្នាមក cmd command prompt ហ្នឹងហើយយើងវាថា pin 192.168.1.20នេះគឺជា IP address របស់យើងដែលយើងធ្វើមកវានឹងអូខេវាមានន័យថាវាដំណើរការហើយវាស្គាល់នៅ IP address របស់យើងគឺ168.1.20អូខេទោះពីយើងឆែកមើលរួចហើយគឺមានន័យថាវាដំណើរការហើយទៅលើ Windows Client ទៅលើ Windows Server ហើយយើងឆែកទៅមើលថាតើវាស្គាល់ដែរឬទេអូខេ192.168.1.1អូខេឥឡូវកុំព្យូទ័រ Windows Server ជាមួយនឹង Windows Client វាស្គាល់ហើយវាស្គាល់គ្នាហើយអូខេឥឡូវយើងចូលទៅកាន់ Windows Client វិញហើយយើងចូលទៅកាន់ការ join domain របស់យើងអូខេយើងចូល Control Panel ហើយយើង click ទៅលើ System and Security របស់យើងសម្រាប់ត្រង់នេះយើងចូលទៅកាន់ Windows Firewall ជាមុនសិនពីព្រោះថានៅពេលដែលយើងមិនទាន់បិទនៅ Windows Firewall របស់យើង join domain ទៅមិនអាចទេវានឹង load error ហើយយើងនឹងវានឹង load មិនអាច join domain គឺថាយើងនឹងខុសអ្វីមួយអូខេឥឡូវយើងបិទ firewall វាសិនមកអូខេបន្ទាប់ពីយើងបិទរួចយើងចេញទៅ system វិញនៅត្រង់ចំណុចនេះយើងចូលទៅកាន់ system ហើយយើងចុចទៅលើត្រង់នេះដែលជា change setting របស់យើងអូខេទៅត្រង់ចំណុចនេះគឺជាចំណុចដែលយើងនឹងទៅធ្វើការ join domain យើង change ពី work group ទៅជា domain អូខេយើង click ទៅលើប៊ូតុង check ហើយត្រង់នេះគឺគេនឹងចេញឲ្យនៅឈ្មោះ computer របស់យើងដែលជា computer name ហើយនឹង full name របស់ computer គឺ client3 ហើយ .pc អូខេនៅត្រង់ចំណុចនេះគេដាក់ថា work group ដែលយើងមានន័យថាមិនទាន់បាន join domain ទេពីព្រោះយើងមិនទាន់បាន join domain ទៅលើ Windows Server របស់យើងទេឥឡូវយើងធ្វើការ join domain ទៅអូខេដែលឈ្មោះ domain របស់យើងមែនគឺជា e6.local អូខេអូខេនៅត្រង់ចំណុចនេះវា load ឲ្យយើងថាមិនអាច join បានទេវាមានកំហុសឡើយយើងទៅចូលទៅកាន់បញ្ហារបស់យើងទី1គឺយើងទៅ check មើលជាមួយនឹង VMnet របស់យើងដែលយើងថាតើ net របស់យើងហ្នឹងវាដូចគ្នាដែរឬទេព្រោះនេះគឺជាបញ្ហាដែរបើសិនបើ net host របស់យើងមិនដូចគ្នាក៏វាមិនអាចធ្វើការ join domain បានដែរឥឡូវយើងចូលទៅមើលលើ Windows Server របស់យើងហើយយើងមើលតាមទៅលើវា setting អូខេនៅត្រង់ចំណុចនេះគឺជាបញ្ហាដែលយើងទី1ដែលយើងពិនិត្យមើលអូខេនៅត្រង់ចំណុចនេះយើងយក specific visual net VM net 2អូខេឥឡូវយើងជ្រើសរើសទៅលើ net 2ទៅលើ Windows Server ឥឡូវយើងធ្វើការពិនិត្យលើ Windows Client ម្ដងអូខេ Windows Client អូខេនេះគឺជាបញ្ហាទី1បញ្ហាទី1នោះគឺ Windows Client របស់យើងគឺវាជ្រើសរើសទៅលើ net 0ដែល net 0នេះគឺវាមិនមានដែលយើង link ទៅវាអត់មានជាមួយនឹង Windows Server ទេឥឡូវយើងជ្រើសរើសដូចគ្នាគឺ Windows ដែលជា Windows Server របស់យើងគឺ VMnet 2អូខេ click next បន្ទាប់មកយើងចូលទៅ join domain ម្ដងទៀត
ថាតាមដងនេះវាបានដែរឬទេ security system change setting អូខេ change វាមកហើយយើងដាក់ឈ្មោះ domain របស់យើងគឺ e6.local អូខេអូខេនេះគឺជាបញ្ហាពិតប្រាកដហើយគឺទៅលើ VMnet របស់យើងដែលយើងខុសគ្នាដែលក៏មិនអាច join បានដែរអូខេឥឡូវយើងដាក់ជា username admin របស់យើងគឺ administrator អូខេនេះគឺជា username របស់ Windows Server របស់យើងជាមួយនឹង password យើង password មកអូខេតប password រួចយើងអូខេអូខេការចុច domain របស់យើងបានជោគជ័យហើយគឺវា welcome to local ដែលជា exit local របស់យើង domain អូខេតបពី join រួចវានឹងឲ្យយើងទៅជា restart computer សិនដើម្បី apply អូខេ restart វាមកពេលបន្ទាប់ពី restart រួចយើងចូលទៅវិញហើយយើងនឹងទៅឆែកមើលជាមួយនឹង local exit របស់យើងទៅលើ Windows Server របស់យើងអូខេឥឡូវយើងចូលទៅមើលថាតើយើងបាន join domain ហើយឬនៅបន្ទាប់ពីយើង restart រួច control panel របស់យើងអូខេ system security system ជាមួយនឹង chain របស់យើងអូខេនៅត្រង់ចំណុចនេះគឺគេបានបង្ហាញយើងហើយថា computer របស់យើង client 3របស់យើងបាន join domain ជាមួយនឹង domain name គឺ exit.local អូខេហើយយើងបាន join domain រួចរាល់ពេលយើងចូលទៅមើលជាមួយនឹង Windows Server របស់យើងចូលទៅកាន់ server manager អូខេគឺវាមានជាមួយនឹង server គ្រប់មួយហើយនិង server total មួយមានន័យថា domain របស់យើងមាន client មួយ join domain ហើយទីមួយយើងមើលទៅត្រង់នេះអូខេមួយទៀតយើងចូលទៅកាន់នៅ Windows Administrative Tool តោះមកយើងចូលទៅកាន់ Active Directory User និង Computer ដើម្បីធ្វើការថាតើមាន computer ណា join domain ខ្លះអូខេឥឡូវយើងមាន computer 2 computer ខាងលើនេះគឺជា client 2តែ computer ក្រោមគឺជា client 3របស់យើងដែលបាន join domain អូខេវីដេអូនេះក៏ដល់ទីបញ្ចប់ដែរសូម